ឥណ្ឌូនេស៊ីជាប្រទេសនាំចេញម្ហូបអាហារនិងភេសជ្ជៈ F&B ធំបំផុតទី4ក្នុងអាស៊ានជាមួយទំហំ 6.25 ពាន់លានដុល្លារ ប្រទេសឥណ្ឌូនេស៊ីកំពុងពន្លឿនការនាំចេញផលិតផលម្ហូបអាហារនិងភេសជ្ជៈ F&B ដើម្បីពង្រីកទីផ្សារអន្តរជាតិខណៈបច្ចុប្បន្នប្រទេសនេះឈរនៅលេខ4ក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសសិង្ហបុរីវៀតណាមនិងថៃនៃបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី14ខែសីហាឆ្នាំ2026ទិន្នន័យពីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបង្ហាញថាការនាំចេញម្ហូបអាហារនិងភេសជ្ជៈ F&B របស់ប្រទេសនេះមានទំហំ 6.25 ពាន់លានដុល្លារក្នុងមួយឆ្នាំខណៈដែលថៃនាំចេញក្នុងទំហំ 17 ពាន់លានដុល្លារវៀតណាមនាំចេញក្នុងទំហំ 8.8 ពាន់លានដុល្លារនិងសិង្ហបុរីនាំចេញក្នុងទំហំ 6.5 ពាន់លានដុល្លារអនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ីលោកស្រី Dia Rosso Esti លើកឡើងថាវិស័យម្ហូបអាហារនិងភេសជ្ជៈ F&B នៅមានសក្តានុពលខ្ពស់សម្រាប់ពង្រីកការនាំចេញជាពិសេសផលិតផលដែលបំពេញបានតាមស្តង់ដារ Halal សម្រាប់អ៊ីស្លាមសាសនិកក្នុងចំណោមទីផ្សារដែលមានសក្តានុពលតំបន់មជ្ឈមបូព៌ាត្រូវបានចាត់ទុកថាជាគោលដៅដ៏សំខាន់មួយដើម្បីជួយអាជីវកម្មក្នុងស្រុកចូលទៅកាន់ទីផ្សារអន្តរជាតិរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងប្រើប្រាស់បណ្ដាញពាណិជ្ជកម្មនិងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មរបស់ខ្លួននៅក្នុង33ប្រទេសការពង្រីកទីផ្សារថ្មីការភ្ជាប់ជាមួយអ្នកទិញអន្តរជាតិនិងការចាប់យកតម្រូវការអាហារ Halal ដែលកំពុងកើនឡើងត្រូវបានមើលឃើញថាជាគន្លឹះសំខាន់សម្រាប់ឥណ្ឌូនេស៊ីក្នុងការបង្កើនការនាំចេញនិងប្រជែងជាមួយប្រទេសនាំមុខក្នុងអាស៊ានខ្ញុំតារាពី RT News